គុំថាឡៃសិស្សតែយើងមនុស្សធំហ្នឹងពេលខ្លះក៏យើងចង់បោះបង់ដែរបើសិនជាលទ្ធផលវាអត់ទៅមុខមិនចឹងអូខេសួស្តីទាំងអស់គ្នាជួបជាមួយខ្ញុំបាទស៊ីមីងហើយថ្ងៃនេះយើងនឹងនិយាយទាក់ទងជាមួយនឹងប្រធានបទថ្មីមួយថាតើហេតុអីបានជាសិស្សភាគច្រើនគាត់បោះបង់ចោលការខំប្រឹងរបស់គាត់ហើយក្នុងនាមយើងជាគ្រូបរិញ្ញាតែយើងមានប្រតិសាស្ត្រឬមិនដើម្បីជួយគាត់ដើម្បីឲ្យការសិក្សារបស់គាត់នឹងកាន់តែល្អប្រសើរជាងមុនទៀតទាំងអស់គ្នាធ្លាប់សង្កេតឃើញថាកាលពីដំបូងមានសិស្សមួយចំនួនយើងចាប់អារម្មណ៍ថាគាត់ខំប្រឹងខ្លាំងមែនទែនប៉ុន្តែក្រោយមកគាត់ចាប់ផ្ដើមធ្លាក់ដៃចោលថយម្ដងតិចម្ដងទៅចឹងទៅហើយនៅពេលដែលយើងសួរគាត់ថាហើយមិនបានអញ្ចឹងហេតុអីបានអត់ខំរៀនអញ្ចឹងគាត់និយាយតែមួយម៉ាត់ទេគាត់មើលមុខយើងហើយគាត់និយាយមកថាគ្រូខ្ញុំអត់ចេះទេយើងអាចនិយាយបានថាវាមិនមែនជារឿងមួយដែលគាត់អត់ចេះទេយើងដឹងហើយយើងជាគ្រូយើងប្រកាសចិត្តដឹងថាកូនសិស្សនេះគឺគាត់ចេះហើយតែហេតុអីបានជាគាត់ថាគាត់មិនចេះពេលខ្លះមិនមែនមកពីគាត់អត់ចេះទេតែវាមកពីអារម្មណ៍របស់គាត់និងការបាត់បង់ទៅលើទំនុកចិត្តរបស់ខ្លួនឯងអញ្ចឹងយើងត្រូវដឹងថាសិស្សមួយចំនួននៅពេលដែលគាត់បោះបង់ចោលការខំប្រឹងរបស់គាត់មិនមែនពួកគាត់ខ្ជិលទេប៉ុន្តែមកពីគាត់ចាប់ផ្ដើមមានផ្នត់គំនិតរបស់គាត់ថាគាត់ធ្វើអត់បានគាត់មានបញ្ហាកើតឡើងគាត់ខ្លាចមិនចេះគាត់ខ្លាចចុះចឹងទៅអញ្ចឹងនៅពេលដែលពួកគេចាប់ផ្ដើមបោះបង់អាការខំប្រឹងរបស់គេហ្នឹងវាធ្វើឲ្យអារឿងបរាជ័យរបស់គាត់ហ្នឹងគឺចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ដោយសារតែពួកគេអត់មានជំនឿទុកចិត្តទៅលើខ្លួនឯងបន្ថែមទៀតហើយបើសិនជាយើងជាគ្រូនេះមិនមានការយល់ចិត្តគាត់ទៀតនោះអារឿងតូចៗដែលគាត់ចាប់ផ្ដើមគិតហ្នឹងនឹងចាប់ផ្ដើមមកវាយប្រហារទៅលើផ្លូវចិត្តរបស់គាត់ជាអចិន្ត្រៃយ៍តែម្ដងអញ្ចឹងធ្វើឲ្យគាត់ចាប់ផ្ដើមគិតថាអូខេគាត់អត់ចេះមែនគាត់ខំប្រឹងធ្វើអីបើអត់មានផលអីមកវិញផងអានេះគឺជាគំនិតរបស់គាត់អញ្ចឹងជាគ្រូម្នាក់មិនមែនផ្ដោតសំខាន់តែទៅលើជំនាញនៅក្នុងការបរៀនតែមួយមុខទេប៉ុន្តែការណាដែលព្យាយាមបញ្ចូលនៅធម៌ពលផ្លូវចិត្តមានថាយើងព្យាយាមបញ្ចូលគាត់ប្រើប្រាស់ពាក្យសម្ដីដែលនិយាយជាមួយគាត់ទៅឲ្យគាត់មានកម្លាំងចិត្តនៅក្នុងការរៀនជាមួយយើងអាហ្នឹងឯងគឺជាផ្នែកដ៏សំខាន់ធំបំផុតទី1មុនពេលយើងឈានចូលទៅដល់ការបរៀនគាត់អញ្ចឹងការបញ្ចូលធម៌ពលវិជ្ជមានទៅក្នុងចិត្តសិស្សហ្នឹងវាជារឿងមួយដ៏សំខាន់ក្នុងនាមយើងជាគ្រូបរិញ្ញាដែលយើងត្រូវតែមានគ្រប់គ្នាអាហ្នឹងមកយើងនិយាយមកទៅគេហៅថា soft skill ជំនាញទន់តែម្ដងអញ្ចឹងឥឡូវយើងមើលទៅលើហេតុផលនោះគឺថាហេតុផលឯងបានជាសិស្សមួយចំនួនគាត់បោះបង់គាត់ចាប់តាមលែងសូវខំប្រឹងអញ្ចឹងទី1គឺពួកគាត់ខ្លាចបរាជ័យបើកាលណាដែលពួកគាត់ខ្លាចបរាជ័យវាធ្វើឲ្យអាការខំប្រឹងរបស់គាត់ហ្នឹងកាន់តែថយខ្សោយម្ដងតិចទៅវាធ្វើឲ្យពួកគាត់គិតថាខ្លាចចាញ់គេខ្លាចបរាជ័យអញ្ចឹងមកច្រឡំគឺគាត់លែងធ្វើហ្មងស្រួលជាងវាលែងសូវប៉ះពាល់ផ្លូវចិត្តអញ្ចឹងណាមួយទៀតគឺជាការដែលគាត់មិនទទួលបានការយល់ចិត្តពីគ្រូនិងពីមិត្តភ័ក្តិជំនាញខ្លួនពេលខ្លះមិនត្រឹមតែមិនទទួលបានការយល់ចិត្តទេថែមទាំងទទួលបានពាក្យ bully ទៀតសិស្សខ្លះគឺគាត់និយាយច្បាស់ទេគាត់និយាយប្រកែកគាត់និយាយច្បាស់សិស្សខ្លះគាត់មានរូបរាងមិនស្អាតទេអញ្ចឹងទៅអញ្ចឹងមានអ្នកខ្លះក៏ប្រអាប់គាត់អញ្ចឹងជាគ្រូបរិញ្ញាថាទៅមិនឈរកដាលហើយព្យាយាមលើកហេតុផលណាមួយធ្វើឲ្យសិស្សគ្រប់គ្នាក៏ទទួលយកបានថាហេតុអីបានជាថា bully គេមនុស្សម្នាក់មានភាពស្អាតរៀងៗខ្លួនបើសិនយើងឲ្យតែប្រអាប់ទៅលើរូបរាងគេយើងប្រអាប់ទៅលើអាកប្បកិរិយារបស់គេសួរថានេះវាជាវិធីសាស្ត្រមួយដែលយើងជួយលួងសិស្សឬមួយក៏យើងជាវិធីសាស្ត្រក្នុងការបំផ្លាញសិស្សពួកគេនឹងគិតថាអាការខំប្រឹងរបស់ពួកគេហ្នឹងគឺអត់មានអ្នកគេមើលឃើញគាត់មានអារម្មណ៍ថាធ្វើតែអីតែចាំណាក្មេងជាសិស្សមិនថាក្មេងទេពេលខ្លះយើងជាមនុស្សធំក៏ចឹងដែរយើងធ្វើអីមួយយើងតែងតែចង់ឲ្យគេឃើញថាអូខេយើងបានធ្វើល្អអញ្ចេះយើងបានធ្វើល្អអញ្ចេះអញ្ចឹងបើសិនជាគាត់ជាក្មេងផងអារម្មណ៍គាត់ក៏ចង់បាន attention ពីយើងផងអញ្ចឹងបើសិនយើងមិនខំប្រឹងបើសិនជាយើងមិនព្យាយាមលើកទឹកចិត្តគាត់ឬមកយើងមើលឃើញពីអាចរត់តូចដែលគាត់ខំប្រឹងធ្វើដូចថាឥឡូវគាត់ថ្ងៃនេះគាត់អានបានពាក្យថ្មីច្រើនគាត់ធ្វើលំហាត់ត្រូវជាងមុនគាត់អានអក្សរត្រូវបានច្រើនទោះបីគាត់ខុស10ក៏ដោយបើគាត់ត្រូវមួយភាសាមួយទៅអញ្ចឹងព្យាយាមភាសាចរត់តូចមួយហ្នឹងទៅគាត់ធ្លាប់តែជាសិស្សមកយឺតអញ្ចឹងទៅអញ្ចឹងយើងសប្តាហ៍ថ្ងៃនេះគាត់មកសាលាភាសាមួយថ្ងៃនេះគ្រាន់បើចេះមករៀនលឿននេះទៅអញ្ចឹងគាត់សប្បាយចិត្តដែរអាចរត់តូចតែកាត់ឡើងរាល់ថ្ងៃចំពោះផ្លូវចិត្តរបស់គាត់ហ្នឹងវាជារឿងសំខាន់ដែលធ្វើឲ្យគាត់មានអារម្មណ៍ចង់រៀនហើយគាត់ខំប្រឹងបន្ថែមទៀតអញ្ចឹងតើយើងជាគ្រូបរិញ្ញាយើងគួរតែធ្វើម៉េចដើម្បីជួយគាត់ទី1យើងធ្វើជា listener ជាអ្នកស្ដាប់មុននឹងបញ្ចេញមតិពេលខ្លះអារម្មណ៍គាត់មិននឹងនោះពេលខ្លះគាត់បោះបង់ចោលការខំប្រឹងរបស់គាត់មិនមែនយើងទៅវល់វាក់ទៅស្ដីឲ្យគាត់ដំបូងទេប៉ុន្តែយើងទៅសួរគាត់សិនថាមានរឿងអីកើតឡើងបានជាគាត់កើតឡើងអារម្មណ៍បែបហ្នឹងអញ្ចឹងយើងស្ដាប់គាត់និយាយហេតុផលគាត់ហើយចាំយើងបញ្ចេញមតិទៅវិញបើមិនយើងនិយាយកាត់គាត់មុនហ្នឹងគឺចប់ហើយរឿងហ្នឹងគឺមិនបាច់តទៅមុខទៀតហើយយើងត្រូវចាំថាយើងត្រូវតែប្រាប់សិស្សថាអាការបរាជ័យនៅក្នុងការសិក្សាហ្នឹងវាជាផ្នែកមួយនៃការរៀនរបស់គាត់អាហ្នឹងគេហៅថា lesson learn ហ្នឹងឯង
នៅពេលដែលគាត់ចាប់ផ្ដើមមាន lesson learn នៅក្នុងខ្លួនគាត់បរាជ័យម្ដងតែទៅមានការសារដូចជាធ្វើលំហាត់ទៅអត់បានពេញ10បន្ទុកឬមួយក៏100បន្ទុកធ្វើការងារផ្សេងៗអត់បានជោគជ័យអញ្ចឹងយើងសម្រាប់គាត់ថាអូឥឡូវយើងធ្វើបានប៉ុណ្្នឹងឯងគ្រាន់តែវាអត់បានកម្រិតនៃការជោគជ័យឬមួយក៏កម្រិតនៃការប្រឡងជាប់អញ្ចឹងយើងឲ្យគាត់ខំប្រឹងបន្ថែមលើកទឹកចិត្តគាត់អញ្ចឹងយូរទៅគាត់នឹងខំប្រឹងបន្ថែមទៀតទទួលរហូតដល់ទទួលបានលទ្ធផលល្អអញ្ចឹងពេលគាត់ខំប្រឹងរៀនយើងត្រូវព្យាយាមសរសើរគាត់និងជួយគាត់នៅពេលដែលគាត់ខិតខំបន្ថែមមិនមែនតតែចាំគាត់លទ្ធផលល្អបានសរសើរគាត់ទេអាពេលគាត់កំពុងធ្វើហ្នឹងសរសើរគាត់ថាអូឥឡូវល្អចេះធ្វើការងារចេះផ្ដោតទៅលើការងារទោះបីលទ្ធផលគាត់ចេញមកមិនយើងអត់ទាន់ដឹងប៉ុន្តែយើងសរសើរគាត់ទៅលើខិតខំប្រឹងរបស់គាត់អាហ្នឹងជាផ្នែកដែលយើងលើកទឹកចិត្តគាត់បដាធ្វើឲ្យគាត់មានកម្លាំងចិត្តធ្វើយ៉ាងហេតុដែរគាត់គិតថាមានគ្រូមួយជួយចាំសរសើរគាត់អញ្ចឹងគាត់កាន់តែមានកម្លាំងចិត្តក្នុងការធ្វើការបន្តទៀតហើយបើសិនយើងចាំដល់រហូតដល់ចេញលទ្ធផលល្អយើងសរសើរគាត់អញ្ចឹងបើសិនជាលទ្ធផលគាត់អត់ល្អមានអីកាត់ឡើងអញ្ចឹងយើងត្រូវតែជួយលើកទឹកចិត្តគាត់មិនមែនចាំតែស្អីគាត់ពេកអញ្ចឹងទេយើងជាគ្រូពេលដែលសិស្សខំប្រឹងយើងត្រូវតែជួយលើកទឹកចិត្តគាត់អូធ្វើល្អខំប្រឹងបន្ថែមទៀតអូបើសិនជាខ្វះនេះថែមថយបន្តិចបន្តួចទៅយើងជួយប្រាប់គាត់ទៅគាត់នឹងព្យាយាមកែតម្រូវបន្ថែមទៀតហើយយើងព្យាយាមលើកសកម្មភាពមួយចំនួនឬមួយក៏ពាក្យសម្ដីមួយចំនួនដែលធ្វើឲ្យគាត់មានអារម្មណ៍ថាយើងនិយាយទៅកាន់គាត់ដោយពាក្យសម្ដីមានន័យថាI trust on you ឬមួយជឿទៅលើពួកគាត់អញ្ចឹងទៅឥឡូវគាត់កំពុងតែធ្វើលំហាត់គាត់កំពុងតែសរសេរ writing ឬមួយគាត់កំពុងតែសរសេរតែសេចក្តីឬមួយក៏កំពុងតែគូររូបសកម្មភាពរបស់ខ្លួនឯងអញ្ចឹងទៅអាហ្នឹងបើសិនជាយើងជាមេរៀនរយការចាំបាច់ឬមួយក៏គាត់ពេលតនេពីការរៀនរបស់គាត់ហើយតែហើយយើងបាននិយាយថា I trust on you ទេយើងជាគ្រូបរិញ្ញាយើងអត់ខ្វះទីសានៅការធ្វើឲ្យគាត់ជឿជាក់លើយើងថាយើងជឿលើគាត់ទេអូថាឥឡូវគាត់ខ្វះរបស់ដែរគាត់ខ្វះ color ទៀតគាត់ខ្វះ color គាត់ខ្វះ Scott គាត់ខ្វះកត្រៃនៅពេលគាត់ឈើខ្ញុំខ្វះរបស់ខ្ញុំអាចខ្ចីបានអត់ចេះទៅអូខេយកឲ្យគាត់ទៅឬមួយក៏ឲ្យគាត់ដើរមកຕົកយើងឲ្យហុចឲ្យគាត់ទៅអាហ្នឹងមានថាយើងកំពុងតែជំរុញទៅលើអ្វីដែលគាត់កំពុងតែធ្វើហើយត្រូវចាំអាហ្នឹងយើងជួយទៅលើអ្វីដែលមានប្រយោជន៍បើយើងគាត់អត់មានជាផលប្រយោជន៍អីទៅកាន់គាត់ទេយើងប្រាប់គាត់ឲ្យកាត់បន្ថយសិនទៅប៉ុន្តែនៅពេលដែលគាត់កំពុងតែធ្វើអីមួយដែលកំពុងតែព្យាបាលផ្លូវចិត្តរបស់គាត់កាន់តែល្អប្រសើរឬមួយក៏គាត់កំពុងតែខំប្រឹងទៅលើការសិក្សាដែលយើងកំពុងតែដាក់ឲ្យគាត់ហ្នឹងគឺយើងជួយគាត់ទៅ Scott glue stick កាវស្អិតអីហ្នឹងយើងមិនក៏ខ្វះទេនៅក្នុងតុរបស់យើងជាគ្រូអញ្ចឹងឲ្យគាត់ខ្ចីហើយគាត់ឲ្យយើងវិញទេមិនគាត់លួចទេកុំភ្លេចអញ្ចឹងអានេះវាបង្ហាញថាយើងជាគ្រូបរិញ្ញាយើងជួយ support របស់គាត់យើងជួយ support គាត់យើងជួយលើកទឹកចិត្តគាត់ដោយមិនចាំបាច់និយាយថា I trust on you ទេសរុបមកវិញមកគ្រូបរិញ្ញាពិតប្រាកដគាត់មិនមែនគ្រាន់តែបរិញ្ញាមេរៀនទៅតាមសភៅដែលគេដាក់មកទេប៉ុន្តែគឺគាត់បង្រៀនអំពីជីវិតពិតនៃការរស់នៅរបស់មនុស្សជុំវិញខ្លួនអំពីការលើកទឹកចិត្តអំពីភាពបរាជ័យភាពជោគជ័យក្នុងជីវិតពិតប្រាកដរបស់មនុស្សមិនមែនគ្រាន់តែមេរៀននៅក្នុងសភៅដែលគេបង្រៀនអំពីអ្វីមួយដែល already perfect ទេវាឥតខ្ចោះពេកទេការដែលយើងចេះស្ដាប់និងយកចិត្តទុកដាក់ចំពោះអារម្មណ៍តូចៗរបស់សិស្សវាគឺជាជំហាននៃការផ្លាស់ប្ដូរជីវិតរបស់សិស្សនឹងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃពីបន្តិចទៅបន្តិចចឹងទៅនឹងនៅពេលដែលសិស្សគាត់ចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯងឡើងវិញវាជាពេលដែលគ្រូគាត់ចាប់ផ្ដើមឈ្នះហើយនៅពេលដែលសិស្សគាត់ចាប់ផ្ដើមមានអារម្មណ៍រៀនឡើងវិញតែចាំសិស្សនឹងខ្សោយលំដាប់ណាក៏ដោយនៅពេលដែលគាត់ចាប់ផ្ដើមមានទំនុកចិត្តទៅលើការរៀនរបស់គាត់ឡើងវិញមេរៀនដែលយើងដាក់ទៅគឺគាត់នឹងចាប់ផ្ដើមរត់តាមមេរៀនយើង 100% តន់មិនតន់ចេះមិនចេះគាត់នឹងខំប្រឹងតាមរហូតដល់គាត់ទទួលបានលទ្ធផលមួយដែលយើងមើលឃើញថាល្អប្រសើរហើយអញ្ចឹងនេះគឺជាចំណុចធំមួយនៅក្នុងឆាកជីវិតនៃគ្រូបរិញ្ញាដែលត្រូវលើកទឹកចិត្តសិស្សបើសិនជាសិស្សគាត់ចាប់ផ្ដើមបាក់ទឹកចិត្តអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងបើសិនជាអ្នកនរគ្នាចូលចិត្តហើយចង់ទទួលបាននៅ tip កលឹះថ្មីៗនៃការបរិញ្ញាវិធីសាស្ត្រនៃការបរិញ្ញាក៏ដូចជាចំណេះដឹងផ្សេងៗទាំងអស់គ្នាអាចកុំភ្លេចចុច like subscribe ទៅលើវីដេអូមួយនេះអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ